ជំរាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺដើម្បីយកឈ្នះលើភាពភ័យខ្លាចដែលមានសំណួរបងប្អូនជាច្រើនដែលគាត់ចង់ដឹងពីវិធីនៃការធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជំនះបាននូវភាពភ័យខ្លាចនៅក្នុងខ្លួនរបស់យើងហើយភាពភ័យខ្លាចនេះវាធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើនយើងដឹងដោយខ្លួនឯងថាឱកាសវាមកចិត្តយើងហើយប៉ុន្តែយើងមិនហ៊ានចាប់វាដោយសារតែយើងមានការភ័យខ្លាចដល់ហើយទៅសូម្បីតែយើងរៀននៅក្នុងថ្នាក់បើយើងមានការភ័យខ្លាចក៏យើងមិនហ៊ានសួរសំណួរគ្រូដែរពេលខ្លះយើងអត់យល់កន្លែងហ្នឹងក៏ប៉ុន្តែយើងអត់ហ៊ានសួរគ្រូដោយសារភ័យខ្លាចហ្នឹងក៏មានដែរពេលខ្លះយើងចូលទៅក្នុងវគ្គសិក្ខាសាលាផ្សេងយើងមិនហ៊ានសួរសំណួរក៏ដោយសារតែយើងភ័យខ្លាចហើយមានរឿងខ្លាចជាច្រើនទៀតប៉ុន្តែទាំងអស់ហ្នឹងគឺជារឿងដែលយើងជួបញឹកជាងគេដែលខ្ញុំលើកឡើងមកជាឧទាហរណ៍ហ្នឹងអញ្ចឹងរឿងភ័យខ្លាចវានឹងធ្វើឲ្យយើងបាត់បង់ឱកាសខ្លាចមិនហ៊ានធ្វើខ្លាចធ្វើទៅគេសើចខ្លាចធ្វើទៅគេយំខ្លាចធ្វើទៅវាបរាជ័យអីយ៉ាងម៉េចយ៉ាងម៉ាហ្នឹងគឺសុទ្ធតែពីកើតចេញអំពីអារម្មណ៍ភ័យខ្លាចដោយអីដែលខ្ញុំធ្លាប់ឧទាហរណ៍មកហើយថាបើសិនណាជាគេយកឈើប្រទះប្រហែលជាតតឹងមួយចំអាមហើយបដោយប្រហែលជា2ម៉ែត្រឲ្យយើងដើរលើហ្នឹងហើយគេដាក់ឈើហ្នឹងនៅលើដីយើងដើរដោយគ្មានភាពភ័យខ្លាចយើងដើរលើឈើដែលមានតតឹងតាមមួយចំអាមហ្នឹងគឺអត់ធ្លាក់ទេហើយយើងឆ្លងពីចុងម្ខាងតែកាន់ចុងម្ខាងទៀតគឺអត់ធ្លាក់ពីឈើហ្នឹងឯងប៉ុន្តែយើងសម័យមើលបើសិនណាជាគេយកឈើហ្នឹងទៅដាក់នៅលើកពូលអាគារពីអាគារមួយទៀតទៅកាន់អាគារមួយទៀតហើយគេឲ្យយើងឆ្លងអាឈើហ្នឹងដដែលហ្នឹងយើងហ៊ានឆ្លងទេហើយបើឆ្លងទៅវាយ៉ាងម៉េចវាអាចធ្លាក់ទេភាគរយនៃការធ្លាក់មានច្រើនដោយសារអីយើងភ័យខ្លាចអាទុកនៅដីយើងអត់ខ្លាចយើងដើររយចុះរយឡើងរយចុះរយឡើងអត់ធ្លាក់ប៉ុន្តែពេលដែលអារម្មណ៍ភ័យខ្លាចមកដល់គេបដូរទីតាំងឈើហ្នឹងទៅដាក់នៅលើកពូលអាគារយើងលែងហ៊ានឆ្លងឬមួយក៏ឆ្លងក៏ធ្លាក់ដែរអញ្ចឹងអានឹងវាបដានមកអំពីអារម្មណ៍ភ័យខ្លាចដូច្នេះដើម្បីបំបត្តិនៅភាពភ័យខ្លាចបានអានេះខ្ញុំនិយាយតែពីរឿងល្អទេព្រោះអាការដែលយើងក្លាហានគ្មានភាពភ័យខ្លាចហ្នឹងវាមានត្រង់ថាក្លាហានធ្វើរឿងអាក្រក់ហ្នឹងមានដែរប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺសូមបញ្ជាក់ឲ្យបើកវងកញ្ចក់ថាក្លាហានធ្វើរឿងល្អធ្វើរឿងដែលគួរធ្វើរឿងដែលយើងមិនហ៊ានធ្វើពីមុនមកប៉ុន្តែវាគឺជារឿងគួរធ្វើហ្នឹងបាត់វងកញ្ចក់វិញមិនដឹងចោះអញ្ចឹងដើម្បីឲ្យមានភាពក្លាហាននៅក្នុងខ្លួនវាតលតែយើងចាប់ផ្ដើមអនុវត្តឲ្យធ្វើវាពីពេលហ្នឹងទៅឧទាហរណ៍ថាមិនហ៊ានសួរគ្រូព្រោះភ័យព្រោះខ្លាចជំនះអាភាពភ័យខ្លាចហ្នឹងដោយការចាប់ផ្ដើមហ៊ានតិចម្ដងទៅអាហ្នឹងគឺជាការអនុវត្ត practice វាបើគ្មានការអនុវត្តទេភាពភ័យខ្លាចវានៅតែក្នុងខ្លួនយើងมันអាចបាត់ទៅណាបានឡើយដូចយើងថាលោកគ្រូប្រាប់1ម៉ាត់2ម៉ាត់មកថាតើធ្វើយ៉ាងម៉េចត្រូវតាំងចិត្តយ៉ាងម៉េចដើម្បីឲ្យអាភាពភ័យខ្លាចហ្នឹងវាអស់នៅក្នុងខ្លួនរបស់ខ្ញុំព្រោះពេលខ្លះសូម្បីតែខ្ញុំឡើងធ្វើបទបង្ហាញឡើងឆ្លើយសំណួរអីនៅលើក្តារខៀននៅមុខក្តារខៀនហ្នឹងក៏ខ្ញុំភ័យដែរខ្លាចដែរប្រាប់1ម៉ាត់2ម៉ាត់ឲ្យបាត់ថាវាមិនអាចទេការសិក្សាទ្រឹស្ដីយើងរៀនច្រើនប៉ុណ្ណាក៏យើងនៅតែមានអារម្មណ៍ភ័យខ្លាចដែរអាហ្នឹងបើត្រឹមតែទ្រឹស្ដីប៉ុន្តែបើយើងបានអនុវត្តផ្ទាល់អាភាពភ័យខ្លាចហ្នឹងវានឹង release វានឹងរំលោះទៅខ្លះដូចជាយើងហែលទឹកអញ្ចឹងយើងមិនអាចទៅទិញសភៅរបៀបហែលទឹកហើយយើងយកមកអានហើយយើងបោះសភៅនឹងចោលយើងលោតចូលទឹកប្រងយើងចេះហែលវាមិនអាចទេតែទឹកជ្រៅហ្នឹងមានគ្រោះថ្នាក់ទៀតលង់ស្លាប់អញ្ចឹងធ្វើយ៉ាងម៉េចទើបចេះហែលទឹកអាហ្នឹងវាតើយើងទៅអនុវត្តផ្ទាល់រៀនផ្ទាល់ហើយចាប់ដើមរៀនពីណាទៅយើងរៀនពីអាកន្លែងទឹករាក់ទៅដែលវាមិនអាចបង្កគ្រោះថ្នាក់ឲ្យយើងធំដុំបានហើយមានអ្នកនៅចាំមើលមានអ្នកចាំជួយបើសិនជាមានបញ្ហាណាមួយកើតឡើងអញ្ចឹងយើងរៀនអនុវត្តពីទឹករៀងរាក់ល្មមមកយើងដាក់ជើងដល់ដីនឹងបានយើងរៀនពីហ្នឹងទៅដល់ពេលរៀនយូរទៅយើងចេះស្ទាត់យើងអាចទៅកន្លែងជ្រៅបានហើយទឹកជ្រៅក៏យើងហ៊ានទៅដែរដោយសារយើងចេះហែលទឹកនឹងស្ទាត់នេះគឺជាឧទាហរណ៍ដែលលើកយកមកប្រៀបធៀបជាមួយនឹងរឿងដែលយើង
ចង់បានភាពក្លាហាននៅក្នុងខ្លួនហ្នឹងដូចគ្នាបើយើងរៀនតែពីទ្រឹស្ដីតែមួយមុខវាគ្មានផ្លូវនឹងទទួលបានអាក្លាហាននឹងមកចូលក្នុងខ្លួនយើងឯងក៏ប៉ុន្តែផ្ទុយទៅវិញរឿងអនុវត្តវានឹងផ្ដល់មកយើងវិញនៅទំនុកចិត្តព្រោះយើងធ្វើម្ដងលំអីផងធ្វើម្ដងដូចកើតអញ្ចឹងចេះតែហ៊ានទៅម្ដងទៀតហើយប៉ុន្តែបើយើងនៅតែក្រាញនាលយើងនៅក្រាញខ្លាចនៅហ្នឹងគ្មានផ្លូវហើយមិនបាច់ទៅរៀនទ្រឹស្ដីមកពីណាឲ្យបាត់ខ្លាចបាត់អីវាមិនអាចទៅរួចទាំងដែលយើងមិនដាក់ដៃធ្វើផងហើយទ្រឹស្ដីយើងចេះហើយក៏ប៉ុន្តែអារម្មណ៍ភ័យខ្លាចឲ្យតែរឿងនឹងកើតឡើងចេះតែខ្លាចរឿងនឹងកើតឡើងចេះតែខ្លាចដែលហើយទៅនៅក្នុងថ្នាក់សំបីតែគ្រូហៅយកមកសួរសំណួរហ្នឹងក៏បេះដូងលូកដាក់ដែរអាដល់ពេលដែលយើងត្រូវធ្វើបទបង្ហាញនៅក្នុងថ្នាក់ក៏ត្រូវបេះដូងភ័យលូកដាក់ដែរហើយខ្លាចអាហ្នឹងបើសិនជាយើងជៀសបានប្រហែលជាជៀសអត់ទៅធ្វើទេប៉ុន្តែអាហ្នឹងវាត្រូវដល់វេនយើងទៅហើយបើមិនធ្វើវាមិនកើតហើយមានរឿងរ៉ាវជាច្រើនដែលយើងជៀសវាងដោយសារតែគ្មានអ្នកបខំហើយដោយសារតែភាពភ័យខ្លាចរបស់យើងហើយគ្មានអ្នកបខំឲ្យយើងធ្វើយើងក៏បោះបង់វាចោលហើយមិនធ្វើវាអាហ្នឹងហើយគឺជាហេតុធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើនដោយសារតែភាពភ័យខ្លាចដំបូងឡើយណាក៏មានភាពភ័យខ្លាចដែរបើទោះបីជាយើងឃើញឧទាហរណ៍ពីរឿង speaker អ្នកដែលគាត់និយាយជាសាធារណៈទោះបីជាគាត់និយាយបានល្អប៉ុណ្ណាក៏ដោយហើយគាត់មានភាពស្ទាត់ជំនាញហើយនឹងមានសិល្បៈក្នុងការនិយាយនៅលើវេទិកាសាធារណៈល្អយ៉ាងម៉េចក៏ដោយប៉ុន្តែយើងទៅសួរគាត់មើលគាត់មានភាពភ័យខ្លាចទេគាត់ក៏ចាប់ផ្ដើមរៀបរាប់ពីដើមឡើយក៏គាត់ជាមនុស្សភ័យខ្លាចដូចយើងដែរសួរគាត់គាត់នឹងឆ្លើយបែបហ្នឹងព្រោះម្នាក់នឹងមានភាពភ័យខ្លាចរៀងខ្លួនគាត់តិចឬក៏ច្រើនជាងគ្នាតែប៉ុណ្្នឹងឯងតែគាត់ជួនកាលអាចនឹងខ្លាចជាងយើងទៀតផងប៉ុន្តែដែលគាត់អាចនិយាយដូចសពថ្ងៃនឹងបានដោយនិយាយដោយទំនុកចិត្តនិយាយដោយគ្មានភាពភ័យខ្លាចនៅលើសាធារណៈនៅលើវេទិកាសាធារណៈហ្នឹងគឺដោយសារតែការអនុវត្តរបស់គាត់មិនហ៊ានគាត់ខ្លាចពីមុនដូចយើងចឹងដែរប៉ុន្តែគាត់ចាប់ផ្ដើមរៀននិយាយ practice អនុវត្តការនិយាយហើយចូលទៅរៀននៅក្នុង club ដែលគេមានការឡើងនិយាយម្ដងម្នាក់អាការធ្វើបែបហ្នឹងយូរទៅវាស្វប់ហើយក៏មានទំនុកចិត្តលើខ្លួនឯងក៏ចាប់ផ្ដើមធ្វើទៅបានល្អអានេះខ្ញុំលើកឡើងរឿងការនិយាយជាសាធារណៈយកមកធ្វើជាឧទាហរណ៍ហើយមានរឿងជាច្រើនទៀតដែលយើងអាចប្រៀបទៅជាមួយនឹងការនិយាយនឹងបានប្រៀបទៅជាមួយនឹងឧទាហរណ៍នឹងបានគឺវាត្រូវតែយើងខ្លួនឯងជាអ្នកប្រឡូកដោយខ្លួនឯងនឹងវាមិនអាចទៅសុំពាក្យមួយម៉ាត់ពីរម៉ាត់ឬមួយក៏ទៅសុំការស្រោចទឹកការសូត្រមុនរំដោះគ្រោះរំដោះជោគជាំអីមកឲ្យយើងបាត់ភ័យវាមិនអាចទេវាបានតែមកធ្វើឲ្យយើងមានទំនុកចិត្តជាងមុនអីហ្នឹងវាអាចខ្លះដែរក៏ប៉ុន្តែនៅតែការអនុវត្តផ្ទាល់ហ៊ានជំនះអានតិចហ្នឹងនៅតែវាជារឿងល្អហើយកុំគិតថាខ្ញុំធ្វើមិនកើតព្រោះអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំវាខ្លាំងត្រូវគិតថាអ្នកដែលគេធ្វើកើតសពថ្ងៃហ្នឹងក៏គេមានអារម្មណ៍ភ័យខ្លាចដូចយើងដែរក៏ប៉ុន្តែដែលគេអាចមកដល់ពេលហ្នឹងបានដោយសារតែគេចាប់ផ្ដើមធ្វើវាគេចាប់ផ្ដើម practice ចាប់ផ្ដើមអនុវត្តនេះគឺជាវិធីមួយដែលល្អបំផុតសម្រាប់ឲ្យយើងមានភាពក្លាហានហើយបងប្អូនអាចយកទៅអនុវត្តផ្ទាល់ខ្លួនឯងបានកុំតន់អាចជឿទាំងស្រុងអីក៏ប៉ុន្តែយើងអាចយកទៅអនុវត្តផ្ទាល់ថាតើវាបានផលមកវិញយ៉ាងម៉េចរឿងអីក៏ដោយដែលយើងមានអារម្មណ៍ថាភ័យខ្លាចប៉ុន្តែដូចខ្ញុំបាននិយាយបើកវងកញ្ចក់អញ្ចឹងគឺចំពោះតែរឿងល្អទេចំពោះតែរឿងគួរធ្វើដែរក្រែងលោបងប្អូនយកអាហ្នឹងទៅអនុវត្តទៅស្រាប់អនុវត្តចំឲ្យរឿងមិនល្អព្រោះអាកន្លែងខ្លះយើងក្លាហានធ្វើរឿងអាក្រក់ធ្វើរឿងមិនល្អវាអាចមានអញ្ចឹងដែរអញ្ចឹងកុំអីរឿងណាដែលយើងគួរធ្វើចាំធ្វើហើយរឿងអាក្រក់គឺកុំក្លាហានធ្វើអីព្រោះវានឹងផ្ដល់ទុកទោសឲ្យយើងវិញឬជាទង្វើដែលមិនគួរគប្បីប៉ុណ្ណឹងទេបងប្អូនមានសំណួរបន្ថែមទៀតក៏អាចសរសេរនៅ comment ខាងក្រោមបានក៏ដូចជាមតិយោបល់ដែលបងប្អូនជួយបន្ថែមនិងរិះគន់ចង់រិះគន់ស្ថាបនាអីក៏
សូមស្វាគមន៍នៅ comment ខាងក្រោមដូចគ្នាអញ្ចឹងប៉ុណ្ណឹងទេមានកំហុសកុសឆ្គងយ៉ាងណាសូមអធិស្ឋានជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណនិងជម្រាបលា